មកបងប្អូនខ្ញុំឃើញកន្លែងលំហែកាយថ្មីទៀតហើយតោះទៅមើលទាំងអស់គ្នាបើអ្នកហត់នឿយនឹងការងារមកដកដង្ហើមយកខ្យល់អាកាសនៅឯសួនការឈប់រត់ដើម្បីបន្ធូរអារម្មណ៍ខ្លះទៅកុំឲ្យ stress ផ្កាឈប់រត់ Rich Skuski អមទៅដោយខ្យល់អាកាសបរិសុទ្ធនាមាត់ទន្លេនៅក្រោមស្ពានគីសូណាត្រជាក់ស្រួលពេលបានមើលឃើញសម្រស់ផ្កាឈប់រត់ហើយក៏នឹកឃើញទៅដល់ស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះអង្គម្ចាស់ដូចនៅក្នុងគម្ពីរទំនុកដំកើងជំពូក19ខ1បានចែងថាផ្ទៃមេឃសម្ដែងពីសេរីល្អនៃព្រះហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្ថទ្រង់ធ្វើជីវិតមនុស្សក៏ដូចជាផ្កាឈប់រត់តែងតែងាកទៅរកពន្លឺព្រះអាទិត្យជានិច្ចនៅក្នុងគម្ពីរទំនុកដំកើងជំពូក119ខ105ក៏បានចែងដែរថាព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផងជីវិតមនុស្សក៏ដូចជាផ្កាឈប់រត់ដែលស្រស់បំព្រងហើយរីកដុះដាលប៉ុន្តែវានឹងក្រៀមស្វិតស្រពោនទៅវិញនៅពេលណាមួយនៅក្នុងគម្ពីរអេសាយជំពូក40ខ8បានចែងថាស្មៅតែងក្រៀមក្រោះហើយផ្កាក៏រុះរួចទៅដែរប៉ុន្តែព្រះបន្ទូលរបស់ព្រះនៃយើងនឹងនៅស្ថិតថេរអកលជានិច្ចសូមឲ្យថ្ងៃនេះជាថ្ងៃដ៏ស្រស់បំព្រងសម្រាប់ជីវិតអស់លោកអ្នកបងប្អូនដូច្នេះសូមកុំភ្លេចមកលេងសួនផ្កាទាំងអស់គ្នាណានៅក្រោមស្ពានគីសូណាក្រុងកំពង់ចាមខេត្តកំពង់ចាមសូមអរគុណសូមព្រះប្រទានពរ